រឿងនាឡិកានៃសេចក្តីចងចាំក្នុងភូមិដ៏ស្ងប់ស្ងាត់មួយមានបុរសចំណាស់ម្នាក់ឈ្មោះតាវុធី គាត់រស់នៅក្នុងផ្ទះឈើចាស់មួយខ្នងយ៉ាងឯកោប៉ុន្តែអ្វីដែលចម្លែកនោះគឺគាត់តែងតែពាក់នាឡិកាដៃចាស់មួយជាប់ជានិច្ចទោះបីជាវាមិនដំណើរការក៏ដោយអ្នកភូមិតែងតែឆ្ងល់ហើយសួរគាត់ថាលោកតានាឡិកានេះវាស្លាប់បាត់ទៅហើយតើលោកតារក្សាវាទុកធ្វើអ្វីហេតុអ្វីមិនទិញថ្មីទៅតាវិធីញញឹមដោយកែវភ្នែកស្រទន់រួចឆ្លើយយ៉ាងខ្លីថាពេលខ្លះអ្វីដែលឈប់ដំណើរការវាមានតម្លៃជាងអ្វីដែលកំពុងដើរទៅមុខទៅទៀតថ្ងៃមួយក្មេងប្រុសម្នាក់ឈ្មោះតារាបានទៅលេងផ្ទះលោកតាដោយភាពចង់ដឹងចង់ឃើញតារាបានសម្លឹងមើលនាឡិកានោះយ៉ាងយូររួចសួរថាលោកតាហេតុអីបានជាតនិចនាឡិកានេះវានៅជាប់គាំងត្រង់ម៉ោង3:15នាទីជានិច្ចអញ្ចឹងតាវុធីដកដង្ហើមធំភ្នែករបស់គាត់ចាប់ផ្ដើមរលីងរលោងហាក់បីដូចជាត្រូវបានទាញត្រឡប់ទៅរកអតីតកាលដ៏សែនឆ្ងាយគាត់ចាប់ផ្ដើមរៀបរាប់ទាំងសំឡេងស្រទន់កាលពី30ឆ្នាំមុនតាមានមនុស្សម្នាក់ដែលតាស្រឡាញ់បំផុតគឺយាយឯងនឹងឯងយើងរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលទោះបីជាក្រខ្សត់ប៉ុន្តែផ្ទះយើងមិនដែលខ្វះស្នាមញញឹមឡើយគាត់ផ្អាកមួយផ្លែតរួចបន្តរហូតដល់ថ្ងៃមួយជំងឺដ៏អាក្រក់បានមកដណ្ដើមយកគាត់ទៅតាបានប្រឹងប្រែងនាំគាត់ទៅមន្ទីរពេទ្យប៉ុន្តែគ្រប់យ៉ាងវាហួសពេលអស់ទៅហើយលោកគ្រូពេទ្យបានប្រាប់តាថាគាត់បានលាចាកលោកនេះទៅហើយនៅចំម៉ោង3:15នាទីចំពេលនោះនាឡិកានៅលើដៃរបស់តាក៏ស្រាប់តែឈប់ដើរដែរវាហាក់បីដូចជាបេះដូងរបស់តានៅពេលនោះអញ្ចឹងតារាសួរទាំងងឿងឆ្ងល់ចុះហេតុអ្វីតាមិនជួសជុលវាឲ្យដើរឡើងវិញតាវុធីឆ្លើយបើវានាំតារត់ទៅមុខតាមពេលវេលាតាខ្លាចថានឹងភ្លេចនៅអនុស្សាវរីយ៍ចុងក្រោយមួយនេះតាចង់ឲ្យវាឈប់នៅទីនេះដើម្បីរំលឹកថាតាធ្លាប់មានសំណាងប៉ុណ្ណាដែលបានចំណាយជីវិតជាមួយនឹងយាយឯងច្រើនឆ្នាំកន្លងផុតទៅតារាបានធំដឹងក្តីហើយត្រូវចាកចេញពីភូមិទៅធ្វើការនៅទីក្រុងដ៏មមាញឹកមុនពេលចាកចេញតាវុធីបានដោះនាឡិកានោះហុចឲ្យតារារក្សាទុកទៅចៅវាមិនមែនសម្រាប់មើលម៉ោងទេតែសម្រាប់រំលឹកចៅអំពីអ្វីដែលសំខាន់បំផុតក្នុងជីវិតនៅទីក្រុងតារាវិលវល់ជាមួយការងារភាពលួបលន់និងការប្រកួតប្រជែងគាត់រវល់រហូតដល់គ្មានពេលទេទៅសួរសុខទុក្ខម្ដាយឬត្រឡប់ទៅផ្ទះឡើយចិត្តរបស់គាត់រឹងរូសនឹងគិតតែរឿងរកលុយកាក់ល្ងាចមួយក្នុងពេលដែលគាត់កំពុង stress នឹងការងារជាខ្លាំងគាត់ក៏ក្រឡេកទៅមើលនាឡិកាចាស់របស់តាវុធីដែលដាក់នៅលើតុត្រនិចនៅតែចង្អុលលេខ3:15 គឺម៉ោង3:15នាទីដដែលរំពេចនោះសម្ដីរបស់លោកតាក៏មិនលឺឡើងក្នុងខួរក្បាលរបស់គាត់តារាភ្ញាក់ខ្លួនព្រឺតគាត់ដឹងថាបើគាត់នៅតែបន្តតាមពេលវេលាបែបនេះគាត់នឹងបាត់បង់មនុស្សសំខាន់ដែលកំពុងរងចាំគាត់នៅផ្ទះមិនខានតារាបានបិទទូរស័ព្ទបោះបង់ការងារដែលនៅសេសសល់ហើយធ្វើដំណើរត្រឡប់ទៅស្រុកមេរៀននៃរឿងនេះពេលវេលាមិនមែនរងចាំនរណាម្នាក់ឡើយប៉ុន្តែការចងចាំនិងសេចក្តីស្រឡាញ់គឺជាអ្វីដែលឲ្យពេលវេលាមានន័យកុំចំណាយពេលពេញមួយជីវិតដើម្បីដេញតាមត្រនិចនាឡិការហូតភ្លេចមើលថែអ្នកដែលកំពុងអង្គុយក្បែរអ្នកនៅពេលនេះអ្វីដែលសំខាន់មិនមែនជាចំនួននាទីដែលកន្លងផុតទៅទេតែជាអ្នកណាដែលយើងបានចំណាយនាទីទាំងនោះនៅជាមួយអរគុណច្រើនកុំភ្លេច follow និងចែករំលែកវីដេអូនេះបើសិនជាអ្នកយល់ថាវាល្អ